សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានប្រធានបទថ្មីមួយដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាប្រធានបទនោះគឺមានចំណងជើងថាកូនក្នុងផ្ទៃមិនគ្រប់គីឡូម៉ាក់អាចអនុវត្តវិធីសាស្ត្រទាំងនេះមុននឹងយើងចូលដល់អត្ថន័យក្នុងប្រធានបទនេះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចចុច Like Subscribe និងសញ្ញារូបកណ្ដឹង ដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel YouTube របស់យើងខ្ញុំការគិតគូរអំពីសុខភាពរបស់ទារកក្រោយសម្រាលរួចអាចនឹងងាយស្រួលជាងការថែទាំទារកដែលនៅក្នុងផ្ទៃទៅទៀតនៅពេលដែលស្រីយើងចាប់ផ្ដើមមានគភ៌យើងគប្បីយកចិត្តទុកដាក់ឲ្យបានដិតដល់ចំពោះសុខភាពខ្លួនឯងពីព្រោះវាមានផលប៉ះពាល់យ៉ាងខ្លាំងក្លាដល់កូនដែលនៅក្នុងផ្ទៃលើសពីនេះម៉ាក់ចាំបាច់ត្រូវធានាថាខ្លួននិងទារកទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីឲ្យកូនមានការលូតលាស់ល្អប្រសើរយ៉ាងណាមិញប្រសិនបើទារកក្នុងផ្ទៃមិនគ្រប់គីឡូនោះទេយើងអាចអនុវត្តតាមវិធីសាស្ត្រទាំងនេះដើម្បីបង្កើនទម្ងន់ដល់ទារកឲ្យបានទាន់ពេលវេលាចំណុចទី1របបអាហារត្រឹមត្រូវម៉ាក់គប្បីប្រកាន់ភ្ជាប់នូវរបបអាហារដែលមានសុខភាពល្អនិងមានតុល្យភាពផ្លែឈើស្រស់បន្លែប្រូតេអ៊ីនគ្រប់ធញ្ញជាតិនិងកាបូអ៊ីដ្រាតល្អគឺជាជម្រើសអាហារដ៏ស័ក្តិសមបំផុតសម្រាប់ម៉ាក់និងកូនការញ៉ាំអាហាររឹងពី3ទៅ4ដងក្នុងមួយថ្ងៃអាចជួយទ្រទ្រង់ដល់ទម្ងន់របស់យើងនិងទារកក្នុងផ្ទៃបានយ៉ាងមានប្រសិទ្ធភាពចូលជៀសវាងអាហារខ្លាញ់ចៀននិងអាហារដែលមានកូលេស្តេរ៉ុលខ្ពស់ក៏ដូចជាអាហារដែលប្រើសារធាតុរក្សាគុណភាពឲ្យបានយូរច្រើនចំណុចទី2សម្រាប់ឲ្យបានគ្រប់គ្រាន់ជាមួយគ្នានេះដែរយើងត្រូវគេងឲ្យបានច្រើននៅពេលយប់និងសម្រាប់នៅពេលណាដែលយើងនឿយហត់ខ្លាំងនៅអំឡុងពេលថ្ងៃពិតណាស់ការពពោះអាចប៉ះពាល់ដល់រាងកាយម៉ាក់យ៉ាងសម្បើមដូច្នេះហើយម៉ាក់គួរសម្រាប់ឲ្យបានគ្រប់គ្រាន់ដើម្បីទទួលបានថាមពលនិងភាពស្រស់ស្រាយដល់រាងកាយជាថ្មីម្ដងទៀតចំណុចទី3ញ៉ាំវីតាមីនអំឡុងពេលពពោះបន្ថែមពីនេះម៉ាក់គួរញ៉ាំវីតាមីននៅពេលពពោះទៅតាមការណែនាំរបស់គ្រូពេទ្យជាទូទៅវីតាមីននៅពេលពពោះផ្ដល់សារធាតុចិញ្ចឹមបន្ថែមដល់រាងកាយដើម្បីទ្រទ្រង់សុខភាពទាំងម្ដាយនិងកូនក្នុងផ្ទៃចំណុចទី4កាត់បន្ថយ stress នៅពេលដែលយើង stress ឬថប់បារម្ភយើងអាចនឹងញ៉ាំច្រើនជ្រុលឬតិចជ្រុលឬមិនថែទាំខ្លួនឲ្យបានដិតដល់កត្តានេះអាចប៉ះពាល់ដល់ម៉ាក់និងទារកនៅក្នុងផ្ទៃយ៉ាងខ្លាំងក្លាដូចនេះការរក្សាចិត្តឲ្យស្ងប់និងគ្រប់គ្រង stress បានល្អមានសារៈសំខាន់ខ្លាំងណាស់ក្នុងអំឡុងពេលពពោះចំណុចទី5ជៀសវាងផឹកគ្រឿងស្រវឹងនិងជក់បារីនៅអំឡុងពេលពពោះម៉ាក់មិនគួរផឹកគ្រឿងស្រវឹងឬជក់បារីនោះទេសារធាតុទាំងនេះមានគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាពរបស់យើងហើយវាក៏អាចកំណត់អំពីស្ថានភាពសុខភាពរបស់ទារកក្នុងផ្ទៃថែមទៀតផង